សុំបញ្ជាក់ថាខ្ញុំបាក់ទឹកចិត្តពួកគាត់និយាយភាសាអញ្ចឹងខ្ញុំទទួលបានខ្ញុំប្រាប់ប្រពន្ធខ្ញុំបាក់ទឹកចិត្តហើយខ្ញុំសុំចង់លេងបង្ហាត់សោះទៀតហើយខ្ញុំចង់លាចាក់ចេញពីការបង្ហាត់ចង់បានបង្កើតជាបង្កើតក្លឹបល្អដូចគេដូចឯងតែប៉ុណ្្នឹងទឹកចិត្តក្នុងការនេះសម្រាប់ខ្ញុំតែបើសិនជាក្លឹបរបស់ខ្ញុំនៅតែអញ្ចឹងក្តីសម័យរបស់ខ្ញុំចុងក្រោយគឺសុំពលិកម្មគុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយផលិតផលបំពន់សុខភាព V Hope ជួយដោះស្រាយបញ្ហាសន្លាក់សរសៃនិងអាស៊ីតយ៉ាងមានប្រសិទ្ធភាព V Herb ជួយដោះស្រាយបញ្ហាលើសសម្ពាធឈាមលើសជាតិស្ករការពារជំងឺទឹកនោមផ្អែមនិងបញ្ហាតម្រង់នោមសហការផលិតដោយអាពេចមេឌៀអ្នកឯកទេសថតរូបនិងថតវីដេអូអាពេចមេឌៀច្នៃប្រឌិតគ្មានដែនកំណត់បាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនប្រិមត្តទុនឯកជនទាំងអស់បាទថ្ងៃនេះគឺជួបជាមួយនឹងវាគ្មិនថ្មីទៀតហើយបងប្អូនគ្រាន់តែឃើញចូលប្លង់កាមេរ៉ាភ្លាមស្គាល់ច្បាស់តែម្ដងគឺលោកគ្រូនួនភេរុំបាទជំរាបសួរលោកគ្រូបាទថ្ងៃនេះពិតជាមានកិត្តិយសមែនទែនសម្រាប់កម្មវិធីពលិកម្មគុណខ្មែរដែលបានមកដល់ក្លឹបលោកគ្រូនួនភេរុំផ្ទាល់ដែលមានទីតាំងគឺនៅក្បែរសាលាខេត្តកណ្ដាលបាទមកងាកមកខាងឆ្វេងដៃតែបន្តិចទេនៃសាលាខេត្តកណ្ដាលអញ្ចឹងនៃការចាប់ផ្ដើមកម្មវិធីសូមជម្រាបជូនដល់ប្រិយមិត្តទូនិកជនយើងបន្តិចថាកម្មវិធីពលិកម្មគុណខ្មែរគឺយើងផ្ដោតសំខាន់ទៅលើទី1គឺចូលរួមផ្សព្វផ្សាយនៅគុណខ្មែរទី2គឺយើងចូលរួមលើកទឹកចិត្តដល់វីរភាពរបស់អតីតកីឡាករហើយជាពិសេសគឺលោកគ្រូនួនភេរុំនេះជាអតីតកីឡាករហើយបច្ចុប្បន្នក៏ជាគ្រូអាជ្ញាកណ្ដាលដែរអាជ្ញាកណ្ដាលផងបាទជាអាជ្ញាកណ្ដាលហើយក៏ជាគ្រូបង្វឹកនៅក្លឹបភេរុំគុណខ្មែរអញ្ចឹងយើងចង់ដឹងថាប្រវត្តិលោកគ្រូនួនភេរុំអ្នកខេត្តណាហើយមានជីវប្រវត្តិសង្ខេបយ៉ាងណាបាទសូមអញ្ជើញលោកគ្រូសង្ខេបបន្តិចខ្ញុំបាទនួនភេរុំអតីតជាកីឡាករប្រចាំក្រសួងមហាផ្ទៃបាទពនាមខ្លាកំណាច់នួនភេរុំខ្លាកំណាចហ្នឹងអាហាសនាមហ្នឹងខាងណាដាក់ឲ្យហាសនាមតាមស្ថានីយ៍គេឲ្យពនាមយើងហាសនាមបាទខ្លាកំណាចនួនភេរុំបាទដល់ពេលចេញមកគេថាអញ្ចឹងហ្មងបាទថាទស្សវត្សយើងនិយាយថាទស្សវត្ស90ចឹង90មកយើងមិនចាំបាច់និយាយពីក្រោមមកពីហៅថាកម្មាភិបមកទេបាទពេលនិយាយពីចាប់ដើមពីបច្ចុប្បន្នភាពពី90មកអត់ទេចង់ដឹងបន្តិចតែលោកគ្រូអ្នកខេត្តណាអ្នកស្រុកណាអូបាទខ្ញុំបាទខ្ញុំអតីតជាអ្នកខេត្តបន្ទាយមានជ័យអ្នកបន្ទាយមានជ័យនោះបាទអ្នកក្រុងសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យបាទខ្ញុំហាត់តាំងពីកម្មាភិបនិយាយទៅហាត់ណាបាទហាត់កម្មាភិបតាំងពីអាយុ14ឆ្នាំ14ឆ្នាំមកពីជាក្មេងកំព្រាបាទហើយមានតែម្ដាយបងប្អូន5នាក់បាទខ្ញុំឆ្លាញ់អាជីពនេះតាំងពីតូចមកគឺឆ្មាំមកគឺខ្ញុំយកចិត្តទុកដាក់លើជំនាញលើអាជីពបណ្ដាហ្នឹងតែម្ដងហ្នឹងតែម្ដងតែពីសម័យមុនឃើញគេវាយល្អគេប្រកែខ្ញុំមានចំណាប់អារម្មណ៍ថាខ្ញុំនឹងធំបន្តិចខ្ញុំនឹងចាប់ដើមហាត់ឲ្យល្បីដូចពួកគាត់បាទតែឥឡូវខ្ញុំធ្វើបានថាមានឈ្មោះបោះសម្លេងក្នុងសង្គមយើងដែរអ្នកណាមិនស្គាល់លោកនៅស្រុកខ្មែរណាក៏ស្គាល់នួនភេរុំដែរឲ្យបោះសម្លេងនៅក្នុងសង្គមយើងដែរបច្ចុប្បន្នគេទទួលស្គាល់ច្រើនក៏ប៉ុន្តែមកសម័យនេះបាទខ្ញុំដើរមិនទាន់គេបន្តិចបាទដោយសារយើងពីសម័យរដ្ឋកម្ពុជាមកយើងចំពោះអ្នកខាងមួយបាទដល់មកសម័យសន្តិភាពបើយើងចូលនិវត្តន៍បាទអាហ្នឹងធ្វើម៉េចវាគេហៅថាពីសម័យកាលទៅសម័យកាលមនុស្សយើងវាវិវត្តអាយុវ័យទៅវាមិនអីទេគាត់ថាយើងជាអតីតជើងខ្លាំងមែនបើនិយាយទៅខ្ញុំប្រកួតតាំងពីចំនួនប្រកួតតម្លៃខ្លួនបានតែ120កាក់អូបាទ120កាក់បើចាញ់បានតែ100កាក់ទេឈ្នះបាន120ប៉ុន្តែលុយចំនួនហ្នឹងបាទចាយលុយមក5កាក់រៀល5កាក់ហ្នឹងបាទហើយតែខ្ញុំវាយនៅទម្ងន់36ប្រកួតទម្ងន់48ប្រកួតជើងឯកប្រចាំខេត្តខ្ញុំបានពានរង្វាន់ចំណាត់ថ្នាក់លេខ1ក្នុងទម្ងន់48តែអត់ទេឥឡូវទម្ងន់ប្រកបបាន36ទេបាទប៉ុន្តែកាលពេលប្រឡូកចូលដំបូងជំនាន់ពីឆ្នាំណាបាទ86 87មកហើយកម្មាភិបបាទហ្នឹងហើយដល់ពេល
ខ្ញុំចូលមកនៅភ្នំពេញនៅក្នុងទសវត្សរ៍ឆ្នាំ90បាន90 91 92 93ហ្នឹងចាប់ផ្ដើមមានឈ្មោះបោះសម្លេងក្នុងសង្គមយើងដែលគេស្គាល់ច្រើនពីសម័យមុន បាទហើយសមិទ្ធផលនៅក្នុងអាជីពហ្នឹងគឺបានអីខ្លះគ្រូមើលសុំដឹងតិចដែរ សម័យហ្នឹងមានតែប៉ូលី5មួយទេដែលដំណើរការពីសម័យដែលទទួលសក់ខ្មៅ ហ្នឹងហើយកាលហ្នឹងល្បីប៉ុស្តិ៍លេខ5គឺរៀបចំការប្រកួតបណ្ដាលគុណខ្មែរហ្នឹងគឺប៉ុស្តិ៍លេខ5ហ្នឹងផ្ដាច់មុខហើយ បាទហើយ ជំនាន់ហ្នឹង បាទហើយអញ្ចឹងខ្ញុំក៏ជាម្ចាស់ខ្សែក្បាត់ប្រចាំប៉ុស្តិ៍លេខ5មួយផងដែរដល់សម័យហ្នឹងហើយ តែឆ្នាំណានៅចាំអី ខ្ញុំប្រហែលជាមិនចាំយូរឆ្នាំ យូរ ហើយតាំងពីមើលបើខ្ញុំអាចចាំតាមរយៈកាលអាយុកូនបានតាមរយៈកាលកូនរបស់ខ្ញុំបាន អូឥឡូវកូនអាយុប៉ុន្មាន ឥឡូវកូនខ្ញុំចូល26 27ឆ្នាំហើយ 27ឆ្នាំហើយអញ្ចឹងកាលចំនួន បាទ 2000ហ្នឹងហើយ បាទហើយខ្ញុំបី បាទ ទៅ ចំនួន ដល់ 99 កាលហ្នឹង 2000 ខ្ញុំអត់មានថវិកាដើម្បីសម្រាលកូនប្រពន្ធឆ្លងទន្លេនៅពេទ្យពិភពក្រុងនំបុរីកន្លះហ្នឹង បាទ អត់មានថវិកាទេយកប្រពន្ធទៅដាក់ក្នុងពេទ្យហ្នឹងចុះទៅប្រកួតដើម្បីយកប្រាក់ឈ្នះបានលេខ1ហ្នឹងយកលុយមកជូនពេទ្យគេ ស្ថានភាពពេលហ្នឹងគឺអញ្ចឹង បាទគឺអញ្ចឹងហ្មងបើកាលលំបាក យកប្រពន្ធទៅដាក់នៅពេទ្យហើយ ពេទ្យហើយ ចុះមកវាយ មកវាយហើយយកលុយមកឲ្យ យកលុយ ពេទ្យ ហើយប្រកាសដែរកាលហ្នឹងបើសិនជាចាញ់គេបានលុយអត់ ចាញ់ក៏បានដែរគ្រាន់តែបន្តិចហើយច្រើន ប៉ុន្តែកាលហ្នឹងឈ្នះ បានឈ្នះ អូ ហើយដល់ពេលបានមកខ្ញុំជូនទៅពេទ្យអីដើម្បីសម្រាប់ប្រពន្ធសម្រាប់កូនបានកូនឥឡូវបើយើងនិយាយថា មួយមុនគេហ្នឹងបងគេហ្នឹងហ៎ បាទ វ៉ាវអត់តាមពិតជីវិតជាក់ស្ដែងនៅខាងក្រោយឆាកហ្នឹង អូ វាមានរឿងជាច្រើនមែនទេគ្រូណា បាទជួចត់គឺពិបាកវិធានាណាស់ការរស់នៅបាទ អូ សូម្បីតែបច្ចុប្បន្នហ្នឹងក៏ដោយឥឡូវហ្នឹងក៏ដោយ អញ្ចឹង ក៏នៅតែមានការផលលំបាក យ៉ាងម៉េចខ្លះគ្រូ មើល សូម ឥ ដឹង ឡូវ ឲ្យបងប្អូន មើលទិ ដឹង ដ្ឋភាពផ្ទះរបស់ខ្ញុំដែលខ្ញុំលក់ បាទនេះជាទីតាំងក្លឹបរបស់លោកគ្រូហើយ ផ្ទះក្លឹបក៏ជាផ្ទះខ្លួនឯងស្រឡាញ់បដាល់គុណខ្មែរចង់អភិរក្ស បាទ ចង់ប្រឹងបង្ហាត់ក្មេងជំនាន់ក្រោយឲ្យមានបទពិសោធន៍វ័យបច្ចេកទេសល្អៗនឹង ចុះលោកគ្រូកូនចៅលោកគ្រូបង្កើតវិញមានអ្នកស្នងលោកគ្រូទេហើយប្រហែលអ្នកបានប្រហែលអ្នកឥឡូវហ្នឹងគ្រូ អត់មានទេ 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 អត់មានកូនទេ កូនខ្ញុំមួយ អូ គាត់វាយគាត់ថាប្រកួតសบายចិត្តទៅគាត់ទៅម៉ៃវាយយកម៉ៃទៅធ្វើការទៅគាត់ធ្វើការក្រៅងារក្រៅទៅគឺដល់គាត់អត់មានស្រឡាញ់អាជីព អត់អ្នកឆ្លាញ់អាជីពហ្នឹង បាទហើយសូមមួយតែបងប្អូនខ្ញុំតកូននួន បាទ បងខ្ញុំនួនវិរៈនួនអីនួនរងនេះដែរគាត់គាត់អត់ថាអស់និស័យ អត់មាននិស័យមក គាត់វាយបានតែប៉ុណ្្នឹងអាប្អូនអាទី5ហ្នឹងបានម្ចាស់ខ្សែក្បាត់នេះតែ អូ បាទបណ្ដាពេលឥឡូវគាត់ឈប់ទៅហ៎មកនួនវិរៈខ្សែក្បាត់2 3ហើយចំនួនគាត់វាយនួនវិរៈមិននិយាយវាយគាត់មិនអស់ចាដូចគេទេ បាទ បងអូនខ្ញុំហ្នឹងគាត់មិនអស់ចាដូចគេទេក៏ប៉ុន្តែគាត់ធ្លាប់វាយអ្នកខ្លាំងច្រើនដែរមានសម្បីតាកែមចង់ក៏ធ្លាប់វាយជាមួយ បាទ បាទឡៅសំណាងក៏វាយមិនដែរឈ្នះគាត់ បាទបងអូនហ្នឹងបងអូនគ្រូ បាទពេជ្របនធឿនហ្នឹងក៏វាយមិនដែរឈ្នះគាត់ បាទ គាត់វាយតែល្វាយតែល្វាយតែគាត់តែល្វាយតែល្វាយតែល្វាយប៉ុន្តែវាយមិនឈ្នះគាត់ទេ ហ្នឹងហើយនិយាយអញ្ចឹងជំនាន់លោកគ្រូដៃគូដល់ស្វាត់ស្វាញពេលណាគ្រូ ដៃគូនៅល្អស្វិតស្វែង5ទឹកមានតែអេបថមមួយ អេបថង បាទ អេបថងហ្មង បាទ តែធ្លាប់ប៉ះគ្នាហ្មងដល់ ប៉ះនេះម្ដងត្រូវជួបគ្នាតាំងពីទម្ងន់48តែអត់ជួបគ្នាវគ្គវេរហូតដល់ចុងក្រោយអាគីឡូធំដាក់ដល់ចាប់បានវាយ កាលហ្នឹងវាយគីឡូប៉ុន្មាន វាក៏វាយដូចជា54 57ហ្នឹងចំណុចហ្នឹង ហើយពីណាឈ្នះកាលហ្នឹងគ្រូ ខ្ញុំចាញ់បន្ទុកគាត់ អូ វាយ 5ទឹក 5ទឹក អត់ទេជំនាន់មុនវាយ5ទឹកឥឡូវទៅមាន3ទឹក អូខ្ញុំដេញវាយគាត់ថាបែបផ្សេងទៅចាញ់ហ្នឹងមិនមែនចាញ់អីចាញ់ ចាំមើលនឹងមានវីដេអូហ្នឹងអត់គ្រូណោះចាំមើលខ្ញុំសើចមើល បាទបើមានវិញណា តុងឆ្នាំណាកាលប៉ះគ្នាហ្នឹង ដូចជាឆ្នាំ96ឯងហើយ96ពាន ABC Stone ណា បាទ ពាន ABC ដំបូងចឹងណា ក្នុង បាទខ្ញុំវាយប្រហែលជុំវាយអ្នកបានលេខ1កីឡាករស៊ីទភាពខ្ញុំវាយគាត់ស្លាប់ បាទ ដល់ទឹក3 បាទបាទ ពេជ្របន្ហំខ្ញុំវាយដល់ទឹក3ដែរ បាទ វាយជាមួយកីឡាករខេត្តកណ្ដាលហ្នឹងជួបខ្ញុំស្ទឹក3ទឹកទៅអស់ណា 3ទឹក បាទហើយបានជួបមួយលោកគ្រូឡុងសារវ័នទៀត បាទ ខ្ញុំបន្ទុកគាត់ទៅ ឈ្នះទៀត ហ្នឹងហើយដល់ពេលហើយចុកខាងក្រោយជួបមួយអេបថងហ្នឹងបែរជាចាញ់បន្ទុកគាត់ អូ តែចាញ់ កាលហ្នឹង ចាញ់ហ្នឹងចាញ់បន្ទុកគាត់ហ្នឹងមិនចាញ់តែគូមិនចាញ់ដូចគ្នាវាពិបាកការគណៈកម្មការចំនួនហ្នឹងមិនសង្កត់ដូចឥឡូវទេ បាទបាទគ្រូក្នុងអាជីពនេះប្រហែល100ប្រកួតគ្រូបើនៅចាំឯង ខ្ញុំបើវាយច្រើនយ៉ាងនេះ
បើចង់ តាំង ស្អី ពី ភាសា ក្មេងមក បើចង់ស្អីភាសាទៅវិញហ្នឹង អូ បើយើងនិយាយទៅអួត បាទ និយាយទៅច្រើនសម័យនេះមិនមែនដូចសម័យរៀននិយមនោះទេគឺសម័យនេះសម័យគេហៅសម័យសន្តិភាពហើយគឺសម័យនេះ បាទ វាយគ្រប់កន្លែងទាំងអស់ បាទ តាមភូមិតាមតុកតាមវត្តតាមកន្លែងណាដែលទៅប្រកួតគេអត់មានគិតទេបើសម័យជំនាន់គ្រូតាចាស់ថាគាត់បើបានថាយ៉ាងផង10ដង20ដងហើយទីច្បាប់មានពេលខ្លះហើយនិយាយច្រើនដល់4 500ជាពុតទៅសួរក្មេងឥឡូវទៅហោចណាស់ក៏ពី300ទៅ500ដងហើយជំនាន់ខ្ញុំវាយនេះក៏សម័យដែលកប់ផ្លោង បាទ គឺវាយខ្ញុំចូលទៅដើរវាយដល់ទឹកដីថៃតាមព្រំទល់ពលដែនដើរវា បាទ យ អ្នកអុកឡុកតាមបន្ទាត់ព្រំដែនណា បានខ្ញុំហ្នឹងហើយតែគោ លោកគ្រូ កន្លែង និយាយចាប់អារម្មណ៍មួយ បាទ តាក់ទងគ្រូថាវ័យរហូតដល់ចង់បសាយភាសា បាទ ខ្ញុំចាប់អារម្មណ៍កីឡាករយើងបច្ចុប្បន្នមានអ្នកប្រកួតច្រើនអញ្ចឹងអាចប៉ះពាល់ដូចថាពេលចាស់ទៅអាចប៉ះពាល់ខួរក្បាលបសាយភាសាមែនទេឬក៏មិនគ្រូ នេះអាចប៉ះពាល់ អញ្ចឹង ប្រឈមនឹងការបញ្ហាប្រើវ័យចំមុខយើងជាប្រព័ន្ធ បសាយភាសា ផ្សាយផ្សព្វអេកត្រូនិកហៅអេកត្រូនិកប្រព័ន្ធខួរក្បាលម៉ាស៊ីនហ្នឹងណា បាទបាទ វ័យដើមទ្រូងគាត់ឈឺអុយធម្មតាឯណា បាទ តែវ័យអានេះវាប៉ះពាល់ ផ្សាយភាសា ឥឡូវយើងគ្រាន់តែចេះយើងយកដៃយើងវាថ្លាប់ដៃយើងគោះចកាអូននេះនេះនេះបទនេះ ហ៎ យើងមានអារម្មណ៍មិនដែរអង្គើអស់ អង្គើក្បាល អង្គើទាំងអស់នេះក៏គួរអញគួរខាង បាទ អង្គើហ្មង បាទហើយចុះហ្មងវាដាក់មួយ ហើយ ដៃ ត្រង់មួយដៃជុំកាលអារម្មណ៍ពងនឹកដល់ពងវាយតែ មិនសើ អត់ទេពងវាយតែសៀបទៅនឹកអារម្មណ៍ថាអញមានស្រីស្នេហ៍ដើរលេងស្អែកអានោះបងស្លាញ់មកជុំម៉ាំងហាច់ខ្ញុំប្រាប់ទៅដេកជាសព ក្តីសម័យខ្លួនឯងក្នុងអាជីពនឹងចង់ធ្វើចង់បានអីទៀត សម្រាប់ខ្ញុំពីមុនក្តីសម័យរបស់ខ្ញុំមានអារម្មណ៍ថាចង់មានកន្លែងមិនស្រីមានអុកញ៉ាឬកន្លែងអាដាមណាមួយគាត់រៀបចំក្លឹបមួយធំហើយមានលក្ខណៈដូចជីមអញ្ចឹងណា បាទ មានបើសាក់មានរិញអីបង្ហាត់ចឹងទៅ ហើយលោកគ្រូទៅ ខ្ញុំនៅ ទៅបណ្ដុះបណ្ដាល បាទធ្វើ រៀន បាទគ្រូរៀននៅទីនោះហើយយើងប្រកួតថ្នាលប្រកួតអីយើងបណ្ដោះក្មេងជំនាន់ក្រោយហ្នឹងដើម្បីឲ្យវាមានស្តង់ដារដូចគេងឯងណា បាទ មានអារម្មណ៍ហើយខ្ញុំស្រឡាញ់ណាស់ បាទ ទាំងគ្រួសារទាំងអស់គ្នាមិនមានស្រឡាញ់ខ្ញុំទាំងគ្រួសារខ្ញុំទាំងអស់គឺស្រឡាញ់ទាំងអស់គ្នារួមចំណែកទាំងអស់គ្នាចង់ធ្វើអាហ្នឹង បាទ ប៉ុន្តែដោយសារលទ្ធភាពហ្នឹង លទ្ធភាពជីវភាពខ្ញុំទ្រទ្រង់តែខ្លួនឯងមិនរួច បាទ ហើយខ្ញុំមានអរគុណធ្វើដូចគេដូចឯងកើត បាទ ហ្នឹងហើយមួយទៀតអ្វីគ្រប់យ៉ាងខ្ញុំថតតស៊ូជាង10ឆ្នាំមកវាអត់មានប្រសិទ្ធភាពខ្ញុំសូមបញ្ជាក់ថាខ្ញុំបាក់ទឹកចិត្តប្រាប់ប្រពន្ធខ្ញុំបាក់ទឹកចិត្តហើយ បាទ ខ្ញុំសូមចង់លេងបង្ហាត់សោះទៀតហើយខ្ញុំចង់លាចាក់ចេញពីការបង្ហាត់ បាទ ខ្ញុំធ្វើតែគណៈកម្មការចៅក្រមអាជ្ញាកណ្ដាលបច្ចេកទេសរបស់សហព័ន្ធគឺខ្ញុំក៏សប្បាយចិត្តដែរ បាទគ្រូបាទ ហើយខ្ញុំមិនយកខួរក្បាលទៅគិតពីពួកគាត់ បាទ នាំលំបាកដោយសារអីដោយសារគាត់មិនបានផ្ដល់ផលប្រយោជន៍ក្លឹបរបស់យើង ជួយ ទេ មកវិញ ជួយមិនចឹងអូថាវាវាយល្អខ្ញុំបានហាត់ជាមួយលោកគ្រូនួនបរមបបសល់គាត់វាយល្អកែងជង្គង់ចាប់អីបាច់ឈ្នះល្អឥឡូវខ្ញុំចេះគេសារគាត់ បាទ ខ្ញុំជាគ្រូសប្បាយចិត្ត បាយចិត្តហើយ បាយចិត្តហើយអត់មានបានលៀបសការៈឯងវាយបាន200000ហេហើយអញពាក់កណ្ដាលមក បាទ វាអត់ត្រឹមត្រូវទេ បាទគ្រូបាទ ទឹកចិត្តសោះគ្រូខ្ញុំជូនគ្រូឯង20000កាហ្វេខ្ញុំអរគុណលោកគ្រូដាក់ឲ្យហ្នឹង បាទ អូខេគ្រូក៏អរគុណដែរចេះចែកម្លែកគ្នា បាទ ហ្នឹងហើយយើងនៅមួយគ្នា បាទ អានេះស្នាក់នៅយើងហូបចុកយើងដេកលើយើងអីxongអត់ពេលវាយទៅវាយឲ្យគេបានហើយតែនិយាយវាឯងវាអាក្រក់ឯងទៀតចង់បានបង្កើតជាងបង្កើតក្លឹបល្អដូចគេដូចឯងតែប៉ុណ្្នឹងទឹកចិត្តក្នុងការនេះសម័យរបស់ខ្ញុំតែបើសិនជាក្លឹបរបស់ខ្ញុំនៅតែអញ្ចឹងក្តីសម័យរបស់ខ្ញុំចុងក្រោយគឺសុំ ចាឥឡូវកូនសិស្សដែល វាលេងមក នៅហាត់ជាមួយលោកគ្រូម៉ាននេះឥឡូវហ្នឹង កូនសិស្សខ្ញុំវាមាន2 3នាក់ដែរវានៅក្នុងហ្នឹងប៉ុន្តែការស្នាក់នៅខាងក្រៅ បាទ គាត់ អត់ មាន ស្នាក់នៅនេះទេ អត់ទេគាត់នៅខាងក្រៅ ចាំដល់មកហាត់ក៏មកហាត់ទៅ វាពិបាកណាស់គាត់ចង់ទៅឃើញគាត់មកហាត់គាត់ទៅវិញមកបើអ្នកនៅហ្នឹងគាត់អត់ទៅណាទេ បាទ បាទចាប់តែអ្នកក្រៅហើយបើយើងនៅឲ្យមិននៅហ្នឹងយើងត្រូវត្រង់ ការហូបចុកស្នាក់នៅ បាទហើយដល់ពេលអ្នកក្រៅយើងឲ្យថងធួវានេះកាលដល់មកវាមហាត់នៅចាប់មកឯហ្នឹង2ថ្ងៃស្អែកហ្នឹងបាត់មកទឹកខើឃើញមកហើយដល់វាចាប់វាវាយទៅចាញ់ទៅវាអត់អាចគួរយ៉ាងម៉េចទេ
ថាស្អីហើយវាយម្កាវាយម្កាមកវាវាយទៅបាត់ទៅជាងរ៉ាវគេបាត់ទៅហ្នឹងហើយអញ្ចឹងសំទោសខ្ញុំនិយាយ បាទអរគុណដល់ប្រិយមិត្តទស្សនិកជនដែលបានទស្សនានៅរឿងរ៉ាវជាច្រើននៅពីក្រោយយ៉ាងណាភាពល្បីល្បាញរបស់លោកគ្រូនួនភេរមឥឡូវនេះបានមកស្គាល់ហើយពំនាំជាមួយនឹងក្រុមហ៊ុនដែលបានគ្រប់គ្រងនៅកម្មវិធីពលិកម្មគុណខ្មែរក្រុមហ៊ុន VY Plus ហើយនឹងមានផលិតផល VHOP ហើយនឹង VHOP គឺផ្ដោតទៅលើជួយបញ្ហាសន្លាក់សរសៃហើយនឹងVHOP ទៅលើជាតិស្ករបញ្ចុះសម្ពាធឈាមហើយនឹងទប់ស្កាត់ទឹកនោមផ្អែមក្រុមហ៊ុនបានគ្រប់គ្រងហើយនឹងទៅលើគ្រូបង្វឹកហ្នឹងថវិកាចំនួន 10,000 ដែរអញ្ចឹងខ្ញុំជូនលោកគ្រូហើយអានេះផលិតផល VHOP បាទហើយនឹងនេះបញ្ចុះជាតិស្ករបាទចុះជាតិស្ករការពារអាចជាតិស្ករស្ករលើសម្ពាធឈាមបាទរងនោមអីចឹងណាបាទហើយនេះខាងសន្លាក់សរសៃបាទវាហុបស្លាកស្អីយើងវាត្រូវឈឺស្លាកដៃចឹងទៅណាបាទនេះគឺមានកញ្ចប់វានៅក្នុងចឹងបាទមានរឿងភាសាបាទភាសាក្រោយបាយមួយទៅមួយថ្ងៃ3ដងពីរក៏បានដែរគ្រូប្រហែលដងក៏បានដែរគ្រាន់តែអានេះនៅយើងឈឺស្លាកដូចតាមកញ្ញោដៃឈឺអញ្ចឹងបាទឈឺដាក់ដៃឈឺពីតាមមកហ្នឹងបាត់ដែរបាទនេះជូនលោកគ្រូតែម្ដងអរគុណបាទហើយនៅក្នុងនេះជាប់ជាមួយនឹងថវិកាជូនលោកគ្រូ 10,000 ដែរបាទអរគុណថែមទៀតខ្ញុំសូមបន្ថែមបន្តិចបាទអញ្ចឹងគ្រូខ្ញុំនឹងឡើងប្រកួតមួយគូយ៉ាមានក្តីសម័យចង់ឡើងប្រកួតទៀតបាទជាចង់ថាចិត្តខ្ញុំចង់សាកមើលកម្ដៅសាច់ដុំមើលថាប្រកួតហ្នឹងតើកើតទេណាទៅរួចអត់តែរួចអត់ដែរចង់កម្ដៅសាច់ដុំសាកមើលវាដូចជាយើងជាអ្នកបដាល់ហើយយើងទៅបោះបង់ចោលចាវិស្កាសងស្អីតែអាយុប៉ុណ្ណេះនៅស្រឡាញ់ហ្មងនិយាយទៅស្រឡាញ់ចូលចិត្តហ្មងដូចជាវ័យហ្នឹងដូចថាហើយថ្ងៃណាមួយខ្ញុំនឹងសាកមើលអូបាទខ្ញុំរងចាំមើលដែរលោកបាទហើយខ្ញុំនឹងតំណែងតំណងទៅខាងស្ថានីយ៍ណាមួយបាទហើយយើងខែឥឡូវចេះសូមផ្ដាំផ្ញើដល់បងអ្នករៀបចំចាប់គូតាមស្ថានីយ៍លោកគ្រូនួនភេរមសូមប្រកួតបាទហើយចាប់គូឲ្យគេថាដើម្បីចូលនិវត្តន៍វ័យហ្នឹងប្រហែលគ្នាសមត្ថភាពហាក់ប្រហែលអីចឹងណាបាទព្រោះយើងចូលវ័យនេះហើយអញ្ចឹងសូមមកប្រកួតដើម្បីចែកម្លែកក្បាច់ស្នៀតអីដល់បងប្អូនកីឡាករជំនាន់ក្រោយឲ្យបានដឹងពីខ្លាចាស់មានកម្ពុជាល្បិចឯងកម្ពុជាល្បិចឯងបន្ថែមតាអញ្ចឹងខ្លាចាស់កម្ពុជាល្បិចនួនភេរមបាទអូឥឡូវបើសិននៅក្នុង YouTube វាឆែកមើលបាទយើងមានខមមិនមកល្បីខ្លះដួលទៅជាមួយមិនអញ្ចឹងដួលនៅពីលើនៅពីក្រោមមិនទស្សនិកជនគេគាត់នឹងដឹងហើយគេថានួនភេរមថាដួលហើយថែមជង្គង់អត់ថែមមិនដឹងទៅមិនទៅគេស្លាប់ហ្មងគេនៅពីលើគេស្លាប់ខ្ញុំអត់ដឹងដែរហើយខ្ញុំប្រើពឹសខ្ញុំដឹងពឹសហេសូមអរគុណដល់ពុកម៉ែបងប្អូនទស្សនិកជនដែលបានចំណាយពេលវេលាមានតម្លៃក្នុងការតាមដានទស្សនាតាំងពីដើមដល់ចប់ហើយកម្មវិធីរបស់យើងនឹងស្វែងរកនៅវាគ្មិនអតីតកីឡាករក៏ដូចជាកីឡាករដែលកំពុងតែមានមុខនៅក្នុងសង្គមជួយជ្រោមជ្រែងនៅក្នុងវិស័យនេះឲ្យកាន់តែល្បីផុសផុលបន្ថែមទៀតអញ្ចឹងសម្រាប់ការជួបជាមួយលោកគ្រូនួនភេរមនៅពេលនេះគឺយើងសូមចាប់តែប៉ុណ្្នឹងហើយសូមជម្រាបលាទស្សនិកជនផងដែរបាទសូមគោរពអរគុណពលិកម្មគុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយផលិតផលបំពេញសុខភាព VHOP ជួយដោះស្រាយបញ្ហាសន្លាក់សរសៃនិងអាស៊ីតយ៉ាងមានប្រសិទ្ធភាព VHOP ជួយដោះស្រាយបញ្ហាលើសសម្ពាធឈាមលើសជាតិស្ករការពារជំងឺទឹកនោមផ្អែមនិងបញ្ហាតម្រង់នោមសហការផលិតដោយអាពេចមេឌៀអ្នកឯកទេសថតរូបនិងថតវីដេអូអាពេចមេឌៀច្នៃប្រឌិតគ្មានដែនកំណត់